សួស្តីបងប្អូនទាំងអស់គ្នាស្ដាយមែនតើហើយខ្ញុំបាន unboxing អ្វីដែលខ្ញុំស្រឡាញ់ខ្ញុំទិញមកហើយតម្លៃរៀងគួរសមដែរបងប្អូនបាទខ្ញុំសំលុយ2 ខែដែរដើម្បីបានវាមកហ្នឹងហើយនេះគឺជា DJI Nano បងប្អូនបាទមិញហ្នឹងនេះថតជាមួយនឹងកាមេរ៉ាប៉ុន្តែវាអត់ focus ដល់ពេលចឹងហើយមានអារម្មណ៍ថា sad ខ្លាំងមែនតើឥឡូវនេះយើងបានយកវាចេញមកក្រៅហើយនេះគឺជា accessory និងអីវ៉ាន់នៃវាមួយចំនួនហើយនេះគឺជាទូឯករបស់វាវ៉ាវកប់ខ្លាំងណាស់បងប្អូនអើយខ្ញុំមានអារម្មណ៍ថានៅក្នុងវីដេអូមើលគេ review អត់សូវទំនងប៉ុន្មានទេប៉ុន្តែយកចេញមកក្រៅវ៉ាវកប់សេរីមែនទេបងប្អូនបាទនេះឥឡូវយើងបើកវាមើលមួយបាទបើកមិនទេនេះថ្មវាអត់លើនឹងសោះ70វ៉ាវ DJI ស្កេននេះគេអូអាប់ដេតចាំមើលបងប្អូនបាទអានេះខ្ញុំទិញទំហំ memory 64G បាទនេះទិញ memory 64G ថ្មីបងប្អូនបាទបកកេះហ្មងឈ្ងុយហ្មងបាទឥឡូវកំពុងតែអាប់ដេតបាទអានេះយើងអាចជិះម៉ូតូជិះអីទៅវាស្រួលដែរអញ្ចឹងណាបងប្អូនបាទជិះម៉ូតូជិះអីទៅស្រួលយើងខ្ជិលកាន់ទូរស័ព្ទថតនេះគ្រោះថ្នាក់ដែរណាបងប្អូនបាទជិះម៉ូតូហើយកាន់ទូរស័ព្ទថតបាទហើយថ្មវាដូចជាគេថាកាន់បានប្រហែលជា200នាទីបងប្អូនបាទ200នាទីបងប្អូនមើលខ្លួនឯងគិតមើលខ្លួនឯងមិនមកណាបាទវា120នាទីវាស្មើនឹង2ម៉ោងវាអាចខ្ទង់3ម៉ោងជាងបងប្អូនបាទថ្មវាកាន់ហើយយើងចូលពេលឥឡូវកំពុងតែអាប់ដេតដើម្បីប្រើប្រាស់ស្ដាយមែនតើបងប្អូនអើយចាំមើលប្រហែលជាខ្ញុំអាចយកវីដេអូនៅក្នុងកាមេរ៉ាយកមកដាក់ខ្លះស្ដាយខ្លាំង unboxing ហើយថតអត់កើតអញ្ចឹងថតក្នុងទូរស័ព្ទបាត់ហើយថតនឹងកាមេរ៉ាវាអត់ focus ដោយសារពន្លឺវាអត់គ្រប់គ្រាន់ស្អាតលើកទី1ហើយបងប្អូនបាទជា action camera របស់ខ្ញុំទិញមកប្រើប្រាស់នេះជាលើកទី1របស់ខ្ញុំមុនដំបូងខ្ញុំថារកDJI អីគេនេះតាប៉ុន្តែវាទៅមើលទៅវាធំពេកអត់សូវចូលចិត្តយកនេះប្រើស្រួលវាទូចជាងដាក់ឆក់កអាវឆក់នឹងមួកដាក់នៅក្នុងមួកមុខអីទៅវាអែមដែរអញ្ចឹងបាទ DJI អែមតែវាអាប់ដេតអីគេទេបងប្អូនអើយនេះអាប់ដេតយកភាសាអង់គ្លេសយើងលងសិនមកបាទមិញដូចជា app របស់វាទេនេះ continue ចុចចង់ឲ្យវាបើកបានសិនមកអូនេះយើងអាចថតស្លឹកបានថតរូបបានថ្មអូខេនេះគឺជារូបភាពរបស់វាហើយខ្ញុំដាក់ភ្លើងរៀងចំបងប្អូនបាទរៀងសាយតិចមានអីបងប្អូនបាទអែមដែររៀងកោកហើយរៀងទលាយល្អនេះហើយអាចថតពេលជប់ថតពេលអីបានទៀតនេះអានេះស្អីគេអានេះថតជាស្លឹកបងប្អូនថតជាស្លឹកអូខេបងប្អូនមានប៉ុណ្្នឹងទេហើយaccessoryរបស់វាផ្សេងហ្នឹងនេះទៅកុំឲ្យវីដេអូយើងវែងឆ្ងាយនេះគឺជា DJI Nanoបាយបាយ